រឿង Bus Lovely Vibe រៀងរងអើ Miss Chang មានរឿងអីមែនទេហើយម៉ៃយ៉ាសុំទោសផងខ្ញុំមិនអាចជួលផ្ទះនោះឲ្យនាងរស់នៅបានទៀតទេហេតុអីទូរស័ព្ទមកចាំពេលល្អណាស់ផ្ទះមួយនោះមានគេទិញហើយគេឲ្យតម្លៃខ្ពស់ណាស់ខ្ញុំត្រូវសុំអភ័យទោសនាងផងខ្ញុំត្រូវការលុយបន្ទាន់ពិតមែនតែអាផាតតែនៅក្នុងតម្លៃថ្លៃចឹងហ៎អ្នកណាគេអីក៏ល្ងងយ៉ាងនេះគឺខ្ញុំបែកក្បាលហើយកុំមាត់នាងហើអាផាតតែមិនទាំងអស់នេះគឺមិនសម្រាប់ជួលទេបាទគ្មានសារផាតតែមិននៅក្នុងអាគារនេះទេហ៎បាទគ្មានទេគឺថាសូម្បីតែជុំវិញទីនេះក៏គ្មានដែរបាទថាម៉េចអាចឈួតណាមកតែអាគារទាំងមូលបែបនេះ It's me Hello It's me មកអាបកាច់អាចឈួតមិនគ្រប់ទឹកទេអីលុយណាស់ទៅអីមកតែងទាំងមូលហ្នឹងតែដូចជាចម្លែកណាស់ហើយមិនក៏អាផាតមិនទាំងមូលត្រូវបានជួលអស់ហើយបីប្រហែលជាមានអ្នកមានណាម្នាក់មកទិញវាដើម្បីទុកបណ្ដាក់ទុនអីមួយហើយមិនលើកទេមិនទាំងអាចទៅបងសង្ខេបយ៉ាងនេះមិនទាំងអាចជាប្រភេទមនុស្សឈួតល្ងីល្ងើដែលធ្វើរឿងបែបហ្នឹងទៅទេខ្ញុំកាផ្លាយជាមួយលើកទេហើយមនុស្សដូចជាលើកហើយមិននឹងអាចទៅធ្វើរឿងល្ងងគ្មានបានការប្រៀបដូចជាមនុស្សមិនគ្រប់ទឹកបានទៅល្ងងមិនគ្រប់ទឹកអញ្ចឹងមិនអាចហើយឈើតអាយយបើសិនជាឲ្យមិនដឹងថាទឹកនោះគឺខ្ញុំជាអ្នកធ្វើអូយបន្ទូរបស់ខ្ញុំមិនត្រូវកាត់ដល់ទៅអស់ហើយទេអីមិនស្រួលកាត់ទាំងពងចោលទៀតអាយបើមិនធ្វើអញ្ចឹងខ្ញុំមិនអាចរស់នៅជាមួយឲ្យមិនបានទេខ្ញុំត្រូវតែហ៊ានបថៃព្រមទទួលយកហានិភ័យយកបាយក៏មើលទៀតអីតោះឆាប់ទៅកេងទៅហើយម្ចាស់អាផាតមិននិយាយថានឹងរើមកនៅក្នុងរយៈពេល3ថ្ងៃនេះខ្ញុំត្រូវតែប្រញាប់ស្វែងរកកន្លែងនៅថ្មីឲ្យបានលឿនចង់រកចង់បានណាអាផាតមិនខ្លះវានៅឆ្ងាយពីសាលាពិបាកដល់ក្មេងៗឬមួយក៏ត្រូវស្នាក់នៅស្ថានភាពមួយរយៈពេលខ្លីសិនមិនចាំបាច់លំបាកទៅស្នាក់នៅស្ថានភាពអីទេស្នាក់នៅផ្ទះរបស់បងទៅផ្ទះលោកអញ្ចឹងហ៎អូនមិនចាំបាច់រំជួយចិត្តដល់ថ្នាក់នឹងពេកក៏បានដែរខ្ញុំសុំទៅព្រោះខ្ញុំមិនគិតថាលោកនឹងនិយាយបែបហ្នឹងអូននៅតែញញឹមបានទៀតអូខេខ្ញុំមិនញញឹមទេខ្ញុំទៅយកកសែងសិនយើងរស់នៅជាមួយគ្នាប៉ុន្តែមិនគិតអំពីបងមិនកំ pl ែងទេយើងរស់នៅជាមួយគ្នាទៅយើងក៏ធ្លាប់រស់នៅពីមុនមកដែរពីមុនគឺពីមុនឥឡូវនេះគឺឥឡូវនេះផាច់ឆឹងហាន់ខ្ញុំគ្មានបំណងរស់នៅជាមួយលោកទេយើងរស់នៅជាមួយគ្នាបងងាយស្រួលមើលថែអូនហើយនឹងកូនបានយើងមិនតាន់រៀបការទេមិនអាចរស់នៅជាមួយគ្នាបានទៅហើយក្មេងៗនឹងគិតថាម៉េចយប់ច្រះហើយខ្ញុំទៅផ្ទះវិញថ្ងៃស្អែកមានការរវល់នៅផ្ទះច្រើនណាស់នៅពេទ្យទៀតម៉ាក់កំពុងសម្រាប់នៅពេទ្យនៅឡើយមើលទៅការអសភាពមិនតាន់គ្រប់គ្រាន់ទេខ្ញុំត្រូវតែធ្វើអ្វីបន្ថែមទៀតហើយបើសិនជារឿងវាងាយស្រួលដូចដែលលោកគិតនោះខ្ញុំប្រហែលជាមិននៅក្នុងសភាពបែបនេះទេហើយការពិតទៅទោះជាមិននៅជាមួយគ្នាក៏មិនងាយស្រួលក្នុងការធ្វើចិត្តមិនទទួលលោកម៉ាក់ថ្ងៃនេះខ្ញុំចង់ទៅយកស៊ីហ្វៃហើយនឹងដូប្រហែលថ្ងៃនេះធ្វើគេសម្រាប់លោកចៃម៉ាក់ដឹងថាក្មេងៗត្រូវទៅសាលាម៉ាក់បានប្រាប់បងប្រុសរបស់ឯងហើយឲ្យយកសម្លៀកបំពាក់ក្មេងៗមកចាតែម្ចាស់ផ្ទះលែងជួលផ្ទះឲ្យទៀតហើយម៉ាក់ហើយមិនក៏នៅសុកឈប់ជួល
គ្មានកន្លែងរស់នៅបែបនេះមិនមែនឯងគិតចង់ទៅរស់នៅជាមួយឆឹងហានទេហ៎ខ្ញុំគិតថានឹងជួសន្តាគារនៅបដាសានសិនហើយចាំស្វែងរកអាផាតមិនបន្តទៀតទោះយ៉ាងណាក៏ដោយហាមឯងទៅរស់នៅជាមួយឆឹងហានឲ្យសោះអូមិនបានជាម៉ាក់ដឹងពីល្បិចរបស់ឆឹងហាននៅសន្តាគារក៏មិនឆ្ងាយប្រហែលដែរឯងរើមកនៅផ្ទះមកម៉ាក់ក៏អាចនៅជិតក្មេងៗដែរផ្ទះខ្ញុំផ្ទះយើងផ្ទះខ្ញុំផ្ទះយើងអីយ៉ាមិនស្រួលទេជិះក្បាលណាម៉ាក់ចាអាហារពេលព្រឹកថ្ងៃនេះគឺឆ្ងាញ់មែនតែនចាដូកុំញ៉ាំច្រើនពេកចាំប្រយ័ត្នថតណាយល់ទេបាត់ដូចជាម៉ាក់អញ្ចឹងណែអ្នកណាបង្រៀនឲ្យនិយាយអញ្ចឹងហើយមិនមកចូលមកហេចូលទៅក្នុងផ្ទះលើកធ្វើអីអាផាតមិនអូនគេទិញឲ្យមិនអញ្ចឹងហើយអូននៅយ៉ាងម៉េចមកឆាប់ឡើងចូលមកអាផាតមិននេះផ្លាស់ប្ដូរថ្មីទាំងស្រុងហ៎បាទគ្រប់យ៉ាងគឺថ្មីទាំងស្រុងបាទម៉ាក់ឲ្យឆាប់ឡើងឆាប់មកមើលនេះមកមើលប្រាសាទស្អាតណាស់ចាអូយខ្ញុំគឺជាប៉នាងដែលមានវេទមន្តវីវពុងមនុស្សយន្តបាញ់បានពុងស្លាប់ហើយប្រហែលថ្ងៃនេះលោកអាចធ្វើរឿងទៅអរិបានណាគ្រាន់តែមានគំនិតគ្មានអ្វីដែលមិនអាចទៅរួចទេតាមញ៉ាយអូនបងកំពុងតែធ្វើឲ្យបានល្អបំផុតហើយណែមកផ្អែមល្ហែមអីកូនកំពុងនៅក្បែរនេះលោកមានកំណត់ល្អខ្ញុំឲ្យលោក10បន្ទើទៅចាស់ណាញ៉ាំទឹកសិនទៅរស់នៅសន្តាគារគឺវាមិនសូវល្អសម្រាប់ក្មេងៗទេនៅទីនេះហើយបច្ចាកាសក៏ល្អទៀតថ្ងៃមុនព្រោះទឹកដោះគោហើយថ្ងៃនេះទឹកម្ដងអូនមានចេតនាធ្វើវាទេអត់ទេខ្ញុំមិនអាចរស់នៅទីនេះបានទេម៉ាក់ខ្ញុំទៅនៅផ្ទះរបស់គាត់ថាម៉េចអីចាមិនកាត់ទេបែបនោះគាត់ធ្វើឲ្យផែនការរបស់ខ្ញុំខ្ទេចខ្ទីដូចមន់ចន់ខ្ទឹមមិនខាន់ហើយម៉េចបើសិនជាអូនយកក្មេងៗទៅនៅផ្ទះរបស់ម៉ាក់អូនអញ្ចឹងនៅពេលដែលបងចង់ទៅជួបគឺពិបាកខ្លាំងណាស់កុំរើទៅទីនោះអីបងសំវអូយបងសំវអាយ៉ាបដោទៅជាកូនឆ្កាហើយតានេះឆឹងហានខ្ញុំមិនចង់ឲ្យម៉ាក់គាត់មិនសប្បាយចិត្តទេគាត់ក៏ចង់នៅចិត្តក្មេងៗឬចាំនិយាយគ្នាពេលក្រោយទៀតខ្ញុំត្រូវយកក្មេងៗទៅផ្ទះសិនប៉ុន្តែហើយម៉េច